មុខម្ហូបថ្ងៃនេះគឺខជើងជ្រូកជាមួយនឹងពងទាបន្ថែមជាមួយតៅហ៊ូហើយនឹងប៉េងប៉ោះបន្តិចមករឹតតែឆ្ងាញ់រសជាតិថាផ្អែមជូរឆ្ងាញ់មែនតែនហើយគ្រាន់តែឃើញថារូបភាពហ្នឹងក៏គួរឲ្យទំនងមែនតែនដាក់ជាមួយបបរក៏ត្រូវជាមួយបាយក៏ត្រូវហើយគ្រឿងផ្សំគឺងាយយើងមានជើងជ្រូកតៅហ៊ូពងទាប៉េងប៉ោះបន្ថែមជាមួយនឹងស្លឹកខ្ទឹមទៀតមកគឺជាការស្រេច ជើងជ្រូកនេះយើងកាប់ឲ្យស្អាតលាងទឹកលាងអីឲ្យស្អាតតៅហ៊ូនេះក៏ដូចគ្នាលាងទឹកឲ្យស្ងាត់ចំណែកពងទាគឺយើងចាប់ផ្ដើមយកវាទៅស្ងោរទៅហើយយើងបកសម្បកអីទៅគឺរួចជាស្រេចហើយនេះគឺជាគ្រឿងគ្រូផ្សំមានដូចជាស្ករត្នោតម្រេចអំបិលប៊ីចេងជាមួយនឹងខ្ទឹមសហើយមានទឹកត្រីមានអីបន្ថែមទៀតមកគឺគ្រឿងគ្រូរបស់យើងរួចជាស្រេចជាដំបូងគឺយើងដាក់ឆ្នាំងឲ្យក្តៅបន្ទាប់មកយើងបន្ថែមជាមួយនឹងស្ករពាងដើម្បីធ្វើការកូរស្ករនឹងឲ្យវាឡើងពងអង្ក្រងទៅយើងធ្វើការកូររហូតដល់ទៅថាស្ករត្នោតនឹងវាឡើងពងអង្ក្រងចេះមកដើម្បីឲ្យពេលយើងខទៅវាមានពណ៌មានអីស្អាតល្អហើយយើងខនេះត្រូវជាមួយនឹងស្ករត្នោតខ្មែរអញ្ចឹងទៀតមកថារឹតតែឈ្ងុយមែនតែនហើយនៅពេលដែលយើងកូរស្ករត្នោតហើយយើងបន្ថែមជាមួយនឹងទឹកត្រីជាមួយនឹងខ្ទឹមសចេះទៅថារឹតតែឈ្ងុយមែនតែនគ្រាន់តែដាក់មកថាក្លិនឈ្ងុយពេញផ្ទះហើយបន្ទាប់មកគឺយើងបន្ថែមជាមួយនឹងជើងជ្រូករបស់យើងហើយយើងធ្វើការកូរជើងជ្រូករបស់យើងឲ្យវាចូលជាតិជាមួយនឹងគ្រឿងក្រៅដែលយើងបានដាក់បន្ទាប់មកយើងបន្ថែមជាមួយនឹងម្រេចបន្ថែមជាមួយនឹងអំបិលនិងប៊ីចេងដើម្បីឲ្យរងាស់ទៅថារឹតតែចូលជាតិបានល្អឥឡូវនេះយើងចាប់ផ្ដើមធ្វើការរងាស់នេះយើងរងាស់ដល់តែសាច់នឹងឡើងផុយតែម្ដងហើយឆ្លៀតពេលហ្នឹងគឺយើងចាប់ផ្ដើមមកចៀនតៅហ៊ូតែម្ដងឥឡូវនេះថារៀងរីងទឹកហើយយើងចាប់ផ្ដើមបន្ថែមទឹកហើយធ្វើការរងាស់វាឥឡូវយើងចាប់ផ្ដើមមើលថាជើងជ្រូកយើងរងាស់រាងផុយសមល្មមដែរហើយយើងចាប់ផ្ដើមបន្ថែមជាមួយនឹងតៅហ៊ូដែលយើងបានចៀនរួចជាស្រេចហ្នឹងគឺយើងយកមកដាក់ហើយពងទាស្ងោរនេះគឺយើងបកអីស្អាតមកយើងដាក់ជាមួយនឹងប៉េងប៉ោះយើងអាចកាត់វាជាដុំ1ជា2ក៏បាន1ជា4ក៏បានពីព្រោះនៅពេលដែលយើងរំងាស់ទៅគឺប៉េងប៉ោះហ្នឹងចូលជាតិជាមួយនឹងជើងជ្រូកហ្នឹងគឺវាអស់ហើយអត់មានឃើញអីទៀតទេឥឡូវនេះតន់យើងរំងាស់វានៅល្មមនៅឃើញរូបរាងគឺយើងថាកូរមកថាអូយគ្រាន់តែមើលពណ៌នៅក្នុងឆ្នាំងហ្នឹងគឺថាល្អមែនតែនគួរឲ្យចង់ញ៉ាំជាមួយនឹងប៉េងប៉ោះតៅហ៊ូចេះមកថាកាត់ជាតិគ្នាតែម្ដងជូរអែមជាមួយពងទានឹងជាមួយនឹងតៅហ៊ូនឹងទៀតថាអូយល្អមែនតែនឈ្ងុយមែនតែនហើយឥឡូវហ្នឹងថាឈ្ងុយពេញផ្ទះជាមួយនឹងខជើងជ្រូកពងទាហ្នឹងឥឡូវថាមកដួសឲ្យពុកម៉ែបងប្អូនមើលថាអូយទំនងមែនតែននេះយើងរងាស់វាចាប់ផ្ដើមរហូតដល់ចូលជាតិជើងជ្រូកយើងចាប់ផ្ដើមផុយល្អហើយថាអូយឈ្ងុយពេញផ្ទះតែម្ដងហើយថាឡើងឈ្ងុយដាក់បាយមួយចានពីរចានអីគឺទំនងបើបានបបរសទៀតរឹតតែអែមហើយនេះពេលយើងរងាស់ចឹងទៅប៉េងប៉ោះយើងវាចាប់ផ្ដើមចូលជាតិជាមួយនឹងគ្រឿងក្រៅអស់ហើយគឺនៅសល់តែសំបកប៉េងប៉ោះទេហើយតែអញ្ចឹងទេថាជាតិនៅក្នុងទឹកហ្នឹងគឺជូរអែមឆ្ងាញ់មែនតែនបើបានថាបបរសក្តៅៗអីទៀតអូយដាក់ទៅត្រូវតែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាបើពុកម៉ែបងប្អូនពេញចិត្តវីដេអូនេះសូមជួយ Like Share Comment ក៏ដូចជា Subscribe Channel YouTube យើងខ្ញុំផងនិង Follow TikTok Facebook ឈ្មោះអ៊ុំចាណេតហើយឥឡូវនេះយើងថាក៏លេចមកមើលនេះវិញណាពងទាខជាមួយនឹងជើងជ្រូកអីយើងនេះបានដួសដាក់ចានហើយក្តៅហុយចឹងមកថាអូយឈ្ងុយតែម្ដងពុកម៉ែបងប្អូនឥឡូវនេះយើងចាប់ផ្ដើមបន្ថែមជាមួយនឹងស្លឹកខ្ទឹមស្លឹកអីមកថាពណ៌រឹតតែស្រស់ស្អាតទៀតអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមដល់ចប់